មេដឹកនាំកម្ពុជាជួបប្រធាន FBI អាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនិងប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនបាទលោកសេរីអ្នកនាងកញ្ញាអ្នកតាមដានទស្សនា Channel YouTube ពមូលទាំងអស់គ្នាសូមកុំភ្លេចជួយ Subscribe Channel ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីព្រះរាជាណាចក្រកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី22ខែកក្កដាឆ្នាំ2026នេះបានអនុញ្ញាតឲ្យលោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិកចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពដោយផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខកម្ពុជាអាមេរិកតាមរយៈជំនួបផ្ទាល់មុខជាមួយនឹងមេដឹកនាំកម្ពុជាលោក Kash Patel បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិកនាពេលកន្លងមកនិងបានកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទន្ទឹមគ្នានោះដែរលោកនាយក FBI រូបនេះបានគូបញ្ជាក់ថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយក្នុងន័យនេះលោកបានសង្កត់ថាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះគឺការបដិញ្ញាចិត្តនិងការខិតខំប្រឹងប្រែងសហប្រតិបត្តិការតំបន់នៅក្នុងសកលលោកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មមួយនេះជំនួសឲ្យការដាក់បន្ទុកឲ្យគ្នាទៅវិញទៅមកលោក Kash Patel បានបញ្ជាក់ពីការបដិញ្ញារបស់សហរដ្ឋអាមេរិកនៅក្នុងការបន្តគាំទ្រនិងពង្រឹងភាពជាដៃគូជាមួយស្ថាប័នអនុវត្តច្បាប់របស់កម្ពុជាតាមរយៈការផ្លាស់ប្ដូរព័ត៌មាននិងការកសាងសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននិងបទល្មើសបច្ចេកវិទ្យាផ្សេងទៀតជាការឆ្លើយតបសម្ដេចធិបតីហ៊ុនម៉ាណែតបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃការទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិកលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគការពារជាតិនិងសន្តិសុខសម្ដេចបញ្ជាក់ថាកម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិកដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនការជួញដូរគ្រឿងញៀននិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយគ្នានោះដែរសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគូបញ្ជាក់ប្រាប់ប្រធាន FBI អំពីការធ្វើជាម្ចាស់ផ្ទះរៀបសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខែកញ្ញាឆ្នាំ2026ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនេះក្រៅពីនេះថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរទស្សនៈនិងអំពីទិសដៅការងារបន្តនិងបានបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខការផ្លាស់ប្ដូរព័ត៌មាននិងការកសាងសមត្ថភាពដើម្បីបង្កើនភាពស្និទ្ធស្នាលនៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននិងបទល្មើសផ្សេងដែលកើតមានតាមប្រព័ន្ធអនឡាញបាទលោកស្រីអ្នកនាងកញ្ញាអ្នកតាមដានទស្សនា Channel YouTube ពមូលទាំងអស់គ្នាអរគុណសម្រាប់ការតាមដានស្ដាប់សូមកុំភ្លេចជួយ Subscribe Channel ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីសូមអរគុណសូមជម្រាបលា